dương rồi ngày ní rương mà nè sẽ ca sau này hai chiết nó vì mình sâu miên đuông bẩn lân chiếc mai nó vì mình sâu miên nè về khai tới dương vì plek luôn rồi nè plek luôn mình bàn squall ở vây chia vấp bật thô ở vây chia bột pi ni ở vây chia tạ sinh nhàn chia rồi bỏ dương ở bít bỏ con đó chẳng rương bẩn đo mà nè sẽ ca đấy chỉ rương trăm bách bầm phốt sầm rạp chiết xa lơ bị phốp lô nữa hả hay chiết xa kế cái prăng trai bỏ kế tới hay dương chờ khmer nó có cầm trâu plek luôn á rồi trâu ta bẩn đo nơi mình nè sẽ ca chiết nó ở khăn sầm bàm cái nòng đuông hạ rồi tây đuông chặt rồi bỏไป chia bọt khmer dương tu tới hay men tên tao á bởi dân bởi dương ban sắc xa ông pi bộ vật để xa sắc xa ông pi bộ pi ni tụm niêm tụm lọp đôn tà dương đó nè đôi dương sốt bong sao đàm mình quan để sum lên con rồng pôn để dương sốt tơ nâng mình nô sinh chết tận na để dương đặt tơ nâng không bắt bong sao đà nứng mình nè sẽ ca cái nông chất dương để vì muốn ai tha về rèn ruồi chứ sầu rít chứ về đạp tới cứ về rít phong màu là ngày phong màu hay bùa rương này về tẹt tôn từ nâng atipolនៃបរិស្ថានជុំវិញយើងណាអស់នេះចឹងបានយើងទាំងអស់គ្នាពេលខ្លះគឺអត់បានចាប់អារម្មណ៍ទៅនឹងឥទ្ធិពលជុំវិញខ្លួនយើងទេតាមការស្រាវជ្រាវរបស់គេហៅថាសង្គមវិទ្យាគេសិក្សាឃើញថាឥទ្ធិពលដែលមានមកលើយើងទាំងអស់គ្នាឥទ្ធិពលសង្គមហ្នឹងគឺខ្លាំងជាជាងឥទ្ធិពលណានៃទាំងអស់ក្នុងនោះយើងឃើញមានឥទ្ធិពល3ដែលស្រោចស្រពមកលើយើងទាំងអស់គ្នាទី1ឥទ្ធិពលគ្រួសារទី2ឥទ្ធិពលសាលារៀនទី3ឥទ្ធិពលសង្គមហ្នឹងហើយពីគ្រួសារហ្នឹងបានតែ20%ទេគ្រួសារណាគេនេះឪពុកម្ដាយយើងអ្នកនៅក្នុងផ្ទះសម្បែងយើងបងប្អូននៃអីណាហ្នឹងដែលយើងអាចស្រូបទាញអំពីឬថាអេយ៉ាបតចរិតរឹកពីទឹកចិត្តមនសិការអីយ៉ាងណាគ្រួសារហ្នឹងក៏សំខាន់ដែរគ្រួសារសំខាន់ប៉ុន្តែបាន20%ទេហើយពីសាលារៀនក៏20%ដែរ20%ទេព្រោះយើងអស់នេះមាននៅសាលា24ម៉ោងឯណាមិនចឹងសាលា20%ដែលបានផ្ដល់ហើយនៅជាឥទ្ធិពលទៅដល់យើងផ្នែកវិជ្ជមានក្តីអវិជ្ជមានអីក្តីហើយសង្គមនេះគឺ60%ចឹងប្រមាណអស់នេះប្រមាណ100%ហ្នឹងហើយអញ្ចឹងបើសិនណាបើនៅក្នុងបរិបត្តិទូទៅក្នុងសង្គមនេះវាមានអវិជ្ជមានច្រើនដូចថាងាកទៅណាក៏មិនសូវគិតគូរខ្វល់ខ្វាយអំពីការសិក្សារៀនសូត្រទេណាអំពីការក្រេបយកចំណេះដឹងទេណាអំពីការបង្កើននៅសមត្ថភាពទេណាអំពីរឿងវិជ្ជមានជាច្រើនក្នុងសង្គមដើម្បីរីកចម្រើនទេងាកទៅណាឃើញតែស៊ីផឹកងាកទៅណាឃើញតែប៉ាណូផ្សាយគ្រឿងសវិនអានោះវាជាឥទ្ធិពលមកបាយមុខអីច្រើនអញ្ចឹងណាប៉ុន្តែក្នុងអាណត្តិនេះរាជរដ្ឋាភិបាលលោកគិតគូរខ្វល់ខ្វាយមែនទេណាលេខឲ្យមានបដាទៅពីអីផ្សព្វផ្សាយអីហើយអាហ្នឹងវាវិវត្តទៅអញ្ចឹងដែលយើងគិតគូរខ្វល់ខ្វាយអំពីសន្តិភាពសង្គមអំពីហៅថាបរិស្ថានទូទៅនៃទិដ្ឋភាពស្រុកទេសរបស់យើងណាមែនទេទៅចង់និយាយថាយើងត្រូវតែភ្ញាក់ឡើងវាទទួលឥទ្ធិពលគ្រប់បែបយ៉ាងហើយណាភ្នែកមើលឃើញអញ្ចឹងបងណាមិនអញ្ចឹងភ្នែកមើលឃើញបើងាកទៅពីកន្លែងណាក៏អូគិតតែរឿងស៊ីផឹកទេកន្លែងណាក៏គិតតែដើរលេងទេកន្លែងណាគិតតែសប្បាយទេកន្លែងណាអត់មានខ្វល់ខ្វាយរឿងណាដូចថ្ងៃនេះអីយើងជួបជុំគ្នាឃើញទេគាត់ថាជួបគ្នាសប្បាយចិត្តបាទជួបគ្នាកើតអាមនសិការទៅបាត់ហើយអានោះវាដុសមកតាមហ្នឹងអាមនសិការជាតិយើងស្រឡាញ់ការសិក្សាស្រឡាញ់ចំណេះដឹងវាកើតមកអញ្ចឹងហើយអញ្ចឹងឥទ្ធិពលខ្លាំងណាស់នៅក្នុងសង្គមជាតិយើងហ្នឹងហើយតិចក៏ស្ដាប់ឮណាអញ្ចឹង entry របស់យើងស្រូបអ្វីជុំវិញយើងទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងត្រូវមានស្មារតីកូនប្រុសស្រីទាំងអស់គ្នាហើយ
ឃើញថ្ងៃនេះអ្នកកំពុងធំយើងសត្វតែជាយុវជនហើយអស់លោកនៅខាងមុខនេះសត្វតែបញ្ញវន្តអីអាត្មាតែត្រូវយកគំរូបញ្ញវន្តរបស់យើងណារៀមច្បងរបស់យើងទម្រាំគាត់បានមកដល់កម្រិតនេះមិនលេងថេងណាតស៊ូប្រឹងប្រែងដោយអាត្មានេះទម្រាំបានមកត្រូកាន់ដើមត្រូកាន់ហ្វឹកហាត់ចង់20ចង់30ឆ្នាំជាងទម្រាំបានមកអញ្ចឹងហើយឆ្លងកាត់ឧបសគ្គតស៊ូក្នុងជីវិតហើយអាត្មាគិតថាដូចកូនទាំងអស់គ្នាចាញ់មកពីជីវភាពមិនសម្បូរធូរធារអីទេណាដោយច្រើនជាប្រវត្តិយើងនឹងក៏ជាត្រកូលកសិករហ្នឹងហើយយើងទាំងអស់គ្នាណាកូនកូនកុំឲ្យមានការបាក់ទឹកចិត្តឬក៏អអន់សពន់ចិត្តឬក៏តូចចិត្តក្នុងដំណើរជីវិតរបស់យើងថាយើងនឹងមិនលទ្ធភាពមិនធូរធារដោយគេតកូលក្រីក្រលំបាកលំបិនអីកូនអស់គ្នាត្រូវគិតថាអាភាពលំបាកលំបិនជីវភាពរបស់យើងមិនសម្បូរវាបានទៅជាធម្មពលមួយធម្មពលដែលជំរុញយើងនឹងឲ្យប្រឹងប្រែងសិក្សារៀនសូត្រទទួលបានចំណេះដឹងពីគ្រប់មជ្ឈដ្ឋានអានឹងបានល្អប្រសើរយើងអត់ទៅដេកដួលទៅនឹងស្ថានភាពជីវភាពរបស់យើងទេហើយដូចមែនទែនទៅអស់លោកទាំងអស់គ្នាអីនេះមិនមែនមកកើតមកក្នុងតកូលសេដ្ឋីកហបតីទេណាមែនណាដោយច្រើនទៅតកូលតស៊ូសម្បីថ្នាក់ដឹកនាំរបស់យើងថ្នាក់ដឹកនាំរបស់យើងក្មេងវត្តអីទៅតើឃើញទេអញ្ចឹងយើងអាចសិក្សាអំពីវីរភាពរបស់ចាស់ទុំរបស់យើងរៀមច្បងរបស់យើងប្រឹងប្រែងធ្វើយ៉ាងណាឲ្យសមត្ថភាពនឹងលេចធ្លោឡើងណាហើយមានសមត្ថភាពហើយជាពិសេសគឺមនសិការនឹងសំខាន់តែម្ដងណាកូនយើងទាំងអស់គ្នាបើសិនណាបើមនសិការយើងទន់ជ្រាយមនសិការយើងវតិចទួយឲ្យគិតខ្វល់ខ្វាយអំពីអត្តសញ្ញាណជាតិយើងប្រពៃណីយើងវប្បធម៌យើងអសាសសាសជាតិយើងទឹកដីយើងអីទេគឺយើងមិនអាចនឹងរីកចម្រើនលេចធ្លោនៅក្នុងឆាកជាតិអន្តរជាតិទៅបានទេហើយយើងមែនទែនទៅរាល់ថ្ងៃនេះគឺយើងវាមានមោទនភាពតែនឹងដូនតាយើងពីមុនមកនោះវាសម្បើមយ៉ាងហ្នឹងហើយប៉ុន្តែសូមឲ្យមោទនភាពរបស់យើងនេះបានទៅជាកម្លាំងមួយរុញច្រានយកឲ្យប្រឹងប្រែងធ្វើយ៉ាងណាឲ្យបានមិនបានដូចដូនតារបស់យើងដែលបន្សល់ទុករាប់ពាន់ឆ្នាំអីក្តីក៏បានទៅជាឈាមជួរឲ្យវាស័ក្តិសមជាអ្នកបន្តពូជបងវងត្រកូលខ្មែរដែលពូកែអស្ចារ្យអញ្ចឹងណាដោយខេត្តកំពង់ធំយើងនេះប្រាសាទបូព្រៃគុកក៏សាងមុនកោឬក្រោយកោអស់នេះមុនកោទៅទៀតនេះមុនកោទៅទៀតហ្នឹងហើយយើងដល់ច្រើនពេលខ្លះយើងដឹងតែប្រាសាទអង្គរវត្តទេណាល្បីទូទាំងពិភពលោកហើយពិតយើងនៅទីកំណើតកើតជារបស់យើងទាំងអស់គ្នាក៏មានសម្បត្តិវប្បធម៌អច្ឆរិយៈនៅទឹកដីនេះផ្ទាល់តែម្ដងណាហើយមុនកោទៀតនឹងដូនតាយើងប៉ុន្តែជារួមគឺនៅក្នុងទឹកដីសវណ្ណភូមិកម្ពុជារបស់យើងនឹងឯងណាដែលដូនតាយើងបន្សល់ស្នាដៃណានៃសម្បើមយ៉ាងល្បីល្បាញទូទាំងពិភពលោកទាំងសម័យមុនផងឥឡូវបច្ចុប្បន្ននឹងផងហើយដល់ពេលកូនចៅយើងទឹកចិត្តមនសិការរបស់យើងទាំងអស់គ្នាវាអត់ឆ្លុះបញ្ចាំងអំពីអ្វីដែលពូជបងវងត្រកូលយើងបានបន្សល់ទុកមកវាអត់ស័ក្តិសមទាល់តែសោះណាអញ្ចឹងបានយើងអស់គ្នាប្រឹងប្រែងរាល់ថ្ងៃនេះទាំងថ្នាក់ដឹកនាំក្តីណាគម្រោងនានាអីក្តីធ្វើយ៉ាងម៉េចឲ្យមនសិការទឹកចិត្តឆន្ទៈនឹងវាដោះក្នុងណាដួងចិត្តរបស់យើងទាំងអស់គ្នាឲ្យវារឹងមាំទៅរឹងប៉ឹងទៅខ្លាំងទៅណា